នេះក៏ជារឿងមួយដ៏ក្រៀមក្រំដែរដែលក្បួនដឹកសាកសពបាទពីការធ្លាក់យន្តហោះបាទ MA17 បាទបានមកដល់ហូឡង់បាទរថយន្តដឹកសាកសពចំនួន74បាទបានដឹកបាទរាប់សិបសាកសពទៀតបាទពីទីតាំងធ្លាក់យន្តហោះនៃជើងអាកាសហោះហើរបាទ MA17 ទៅហូឡង់នៅថ្ងៃប្រហ័សដោយមានក្រុមគ្រួសារសាច់ញាតិបាទជាង 1000 នាក់ឈរចាំទទួលយ៉ាងក្រៀមក្រំបើតាម website បរទេសបាទ Daily Mail បាទបានកាលពីថ្ងៃទី24បាទឆ្នាំ2014នេះបាទកក្កដាឆ្នាំ2014បាទសាកសពដំបងចំនួន40មកពីយន្តហោះបាទមកពីជើងហោះហើរបាទ MA17 បានទៅដល់បន្ទាយទាហានមួយនៅក្នុងប្រទេសហូឡង់បាទ Hilversum Holland បាទហើយកាលពីថ្ងៃពុធបាទជិតមួយសប្តាហ៍បន្ទាប់ពីវាត្រូវបានបាញ់ទម្លាក់ត្រូវបានបាញ់ទម្លាក់នៅអ៊ុយក្រែនបាទដែលបានបណ្ដាលឲ្យបាត់បង់ជីវិតមនុស្សចំនួន298នាក់ក្នុងនោះបាទជនជាតិហូឡង់មានចំនួនច្រើនអ្នកបាទច្រើនជាងគេបាទតាមរយៈរូបភាពបាទជាច្រើនគេសង្កេតឃើញបាទក្រុមបុគ្គលិកយោធាហូឡង់បាទក្នុងឯកសណ្ឋានបានលើកមឈូសបាទឈើ40បាទពីយន្តហោះយោធាយ៉ាងមានរបៀបរៀបរយនិងបានដាក់សាកសពក្នុងក្នុងរថយន្តដឹកបាទសពបុគ្គលិកនៅឯប្រលានយន្តហោះនៅទីក្រុងEindhoven បាទភាគខាងត្បូងប្រទេសបាទក្នុងពិធីដ៏សោកសង្រេងក្រៀមក្រំបំផុតហើយក្រុមគ្រួសារសពដែលបានស្លាប់បាទច្រើនបាទខូចខ្ទង់បាទរាប់ពាន់នាក់បាទបានឈរនៅទីនោះបាទសពបាទសាកសពបន្ទាប់មកបាទបន្ទាប់សាកសពបន្ទាប់បានមកដល់បន្ទាយទាហានបាទកូបូរ៉ាអារ៉ាល់អូដេសបាទពិធីទទួលសពពីម៉ោង2ម៉ោងបានផ្សាយតាមទូរទស្សន៍ដែលត្រូវទូរទស្សន៍ទូទាំងប្រទេសនៅប្រទេសផងដែរបាទនិងនៅប្រទេសផងដែរបាទសូមបញ្ជាក់ថាជើងយន្តហោះអាកាសម៉ាឡេស៊ី MA17 នេះបាទត្រូវបានបាញ់ទម្លាក់នៅភាគខាងត្បូងបាទខាងកើតអ៊ុយក្រែនបាទយន្តហោះបាទនេះជារឿងមួយដែលធ្លាក់យន្តហោះ MH17 បាទបន្ទាប់មកក៏ទៅទទឹមនឹងនោះដែរក៏យើងមាន MH17 ហ្នឹងមិនទាន់ទាំងបានគេហៅថាបាត់សើមយកបាត់ស្កាត់ព័ត៌មានផងស្រាប់តែមានរឿងកើតហេតុមួយទៀតកើតឡើងគឺយន្តហោះអាល់ហ្សេរីបាទយន្តហោះអាល់ហ្សេរីបាទ MD83 ដែលបាត់ការតាក់ទងនៅម៉ាឡេស៊ីត្រូវបានរកឃើញបាទមានន័យថាក្រោយពីយើងមិនទាន់នឹងបានគេហៅថាការគ្រោះថ្នាក់ធ្លាក់យន្តហោះMH17 នឹងបានស្ងាត់ព័ត៌មានផងមិនទាន់ទាំងបានបញ្ជូនសាកសពផុតពីគេហៅថាមិនទាន់បានផុតអស់ពីកន្លែងគេហៅថាយន្តហោះធ្លាក់នឹងផងស្រាប់តែមានព័ត៌មានមួយទៀតគឺបណ្ដាលឲ្យមានគេហៅថាការធ្លាក់យន្តហោះមួយទៀតគឺនៅប្រទេសអាល់ហ្សេរីបាទគឺមានន័យថាយន្តហោះអាល់ហ្សេរីហ្នឹងមានន័យថាប្រភេទ MD83 ដែលបាត់ការតាក់ទងនៅម៉ាលីបាទនៅម៉ាលីណាត្រូវបានគេរកឃើញបាទអញ្ចឹងមានន័យថាទៅទន្ទឹមនឹងការបាត់បង់ការដែលគ្រោះថ្នាក់ចរាចរណ៍សំទោសដល់ក្រោយពីការធ្លាក់យន្តហោះរបស់ MH17 ក៏ទៅទន្ទឹមនឹងគ្នាដែរខំលងគ្នាតែប្រហែលថ្ងៃស្រាប់តែមានយន្តហោះរបស់ Algeria MD83 ហ្នឹងក៏មានការបាត់ការតាក់ទងគឺមានន័យថាក៏បានមានការបញ្ហាផ្នែកយន្តហោះហ្នឹងដែរបាទសូមអញ្ចឹងសូមលោកធីរ៉ាបន្តព័ត៌មាននឹងតិចមើលបាទនេះចាប់ពីនេះបាទយន្តហោះអាល់ហ្សេរី MD83 ដែលបាត់ការតាក់ទងនៅម៉ាលីនោះត្រូវបានបារាំងរកឃើញបាទយន្តហោះរបស់អាល់ហ្សេរីដែលដឹកមនុស្សចំនួន116នាក់ហើយបាត់ពីអេក្រង់រ៉ាដាបន្ទាប់ពីហោះហើរបានប្រមាណ50នាទីនាថ្ងៃទី24ខែកក្កដាបានធ្លាក់នៅម៉ាលីហើយយន្តហោះយោធា2គ្រឿងរបស់បារាំងបានរកឃើញបំណែកនៃយន្តហោះនេះនៅជិតទីក្រុងកាល់បាទរបស់ប្រទេសម៉ាលី
ចម្ងាយប្រមាណ70គីឡូម៉ែត្រភាគអាគ្នេយ៍នេះបើតាម website បរទេស Daily Mail កាលពីថ្ងៃសុក្រទី25 ខែកក្កដាឆ្នាំ2014នេះសូមបញ្ជាក់ដែរថារថយន្តក្រុមហ៊ុនអាកាសចរ Algeria រថយន្តនេះយន្តហោះបាទមានរថយន្តនេះបាទសុំទោសបាទសូមបញ្ជាក់ផងថាយន្តហោះក្រុមហ៊ុនអាកាសចរ Algeria MD 83ជើងហោះហើរAH5017 របស់ក្រុមហ៊ុន Swiss Air ត្រូវបានទទួលដោយក្រុមហ៊ុនបាទក្រុមហ៊ុន Swiss Air មិន Swiss ទេបាទ Swiss Air បាទក្រុមហ៊ុន Swiss Air ត្រូវបានទទួលដោយក្រុមហ៊ុនAlgeria បាទ Air Algeria បាទ Air Algeria ធ្វើដំណើរបានប្រមាណ50នាទីបន្ទាប់ពីវាចាកចេញពីរដ្ឋធានីគុនតា ខួកាបាទរបស់Buki Nafaso នៅថ្ងៃទី24 ខែកក្កដាហើយក៏បានបាត់ការតាក់ទងយន្តហោះ Algeria MD 83ផ្ទុកមនុស្សសរុបចំនួន116នាក់ក្នុងនោះរួមមានអ្នកដំណើរ110នាក់និងក្រុមយានដឹក6នាក់ចាក់ចេញពី Burkina Faso ទៅកាន់ក្រុង Alizé របស់ប្រទេសAlgeria បាទពួកគេរួមមានជនជាតិបារាំងចំនួន51នាក់Burkina Faso 27នាក់លីបង់8នាក់Algeria 6នាក់កាណាដា5នាក់និងអាល្លឺម៉ង់4នាក់បាទសរុបលុចសម្បួរ2នាក់ស្វីស1នាក់និងបែលហ្សិក1នាក់អេស៊ីប1នាក់អ៊ុយក្រែន1នាក់នីសេរីយ៉ា1នាក់កាមេរូន1នាក់និងម៉ាលី1នាក់រីឯក្រុមយានដឹក6នាក់មានសញ្ជាតិអេស្ប៉ាញតាមប្រភពព័ត៌មានពឹស្ដាមិនទាន់ប្រកាសឲ្យដឹងព័ត៌មានពឹស្ដាច្បាស់លាស់នៅឡើយទេប៉ុន្តែបើតាមមន្ត្រីយោធាបារាំងបំណែកយន្តហោះ Algeria ជើងហោះហើរ AH5017 ត្រូវបានគេរកឃើញនៅក្បែរភូមិ Bolikezi នាតំបន់ព្រំដែនប្រទេសម៉ាលីនិងBurkina Faso សូមបញ្ជាក់ផងថាយន្តហោះ Algeria ជើងហោះហើរ AH5017 ដែលធ្វើដំណើរពី Burkina Faso ទៅប្រទេស Algeria បានបាត់ខ្លួនកាលពីថ្ងៃប្រហោះនៅភាគខាងជើងប្រទេសម៉ាលីបារាំងបានបញ្ជូនយន្តហោះMires 2000 ពីគ្រឿងដើម្បីទៅស្វែងរកយន្តហោះនៅក្នុងពេលដែលរដ្ឋាភិបាលម៉ាលីបានបញ្ជូនមនុស្សឲ្យស្វែងរកស្លាកស្នាមរបស់យន្តហោះនៅលើទឹកដីនៅល្ងាចថ្ងៃប្រហោះរដ្ឋមន្ត្រីការបរទេសបារាំងបានប្រាប់ភ្នាក់ងារសារព័ត៌មានបារាំង AFP ថាយន្តហោះ AH5017 អាចជួយសង្គ្រោះទូធ្លាក់ហើយត្រូវគេបានរកឃើញមានជួយបាទអាចជួបគ្រោះថ្នាក់ទូធ្លាក់ហើយត្រូវគេបានរកឃើញបំណែករបស់វាផងដែរបាទបងប្អូនជាទីគោរពបាទនេះក៏ជាព័ត៌មានមួយដែលសូមជម្រាបទៅបងប្អូនទស្សនិកបាទក្នុងរយៈពេលប្រហែលប្រហែលជា2សប្តាហ៍នេះគឺយើងមានឃើញការហេតុការណ៍នៃធ្លាក់យន្តហោះនោះរហូតដល់ទៅ2ដងបាទទី1គឺយន្តហោះរបស់ម៉ាឡេស៊ីទី2គឺយន្តហោះរបស់Algeria បាទដែលប្រភេទ Swiss Air ជាប្រទេសជាយន្តហោះរបស់ពួក Swiss Air បាទហើយនេះគឺជារឿងមួយដែលគ្រោះគេហៅថាអពុទ្ធហេតុដែលកើតឡើងនៅក្នុងពិភពលោកយើងដែលយើងមិននឹកស្មានដល់ថាវាមានអពុទ្ធហេតុទូគ្នាហើយបើតាមខ្ញុំប្រភពព័ត៌មានមួយទៀតនោះថានៅតៃវ៉ាន់នោះក៏មានគ្រោះថ្នាក់នឹងដែរបាទប៉ុន្តែយើងកំពុងតែតាមយកព័ត៌មានដើម្បីតាមប្រមាញ់យកព័ត៌មានដើម្បីស្រាវជ្រាវរកព័ត៌មានដើម្បីជម្រាបជូនបងប្អូនទស្សនិកជនដែរបាទក្នុងរយៈពេលតែខ្លីសុទ្ធបាទក្នុងរយៈពេលតែ2សប្តាហ៍សោះគឺធ្វើឲ្យមនុស្សចំនួនប្រមាណចូលទៅជិត400នាក់បាទបាត់បង់ជីវិតបាទគឺដោយសារតែការធ្លាក់យន្តហោះបាទហើយក៏នេះគឺជាអពុទ្ធហេតុមួយនៅលើលោកយើងនេះក៏ចេះតែមានអពុទ្ធហេតុទៅបញ្ហាយន្តហោះនេះធ្លាក់រហូតណាបាទនេះគឺជាព័ត៌មានមួយដើម្បីជម្រាបជូនដល់បងប្អូនទស្សនិកជនបាទហើយក៏យើងឆ្ងល់ដែរថាយន្តហោះមួយមានការត្រួតពិនិត្យបានច្បាស់លាស់ណាស់ប៉ុន្តែមិនដឹងទៅមូលហេតុអីដល់ចេះតែមានបញ្ហានៃការឡើងប៉ុន្តែចំពោះរថយន្តហោះរបស់ម៉ាឡេស៊ី FH17 នេះគឺដែលមានអពុទ្ធហេតុមួយគឺដោយសារក្រុមជនផ្ដាច់ខ្លួនបានបាញ់ទម្លាក់ប៉ុន្តែចំពោះយន្តហោះ Swiss Air នេះយន្តហោះរបស់ Algeria MD
បែប3នេះគឺមិនមែនដោយសារមានការបាញ់កម្លាក់ឬអីទេគឺដោយសារប្រហែលជាពាក់ព័ន្ធនឹងគេហៅថាបច្ចេកទេសនៃការហោះហើរឬក៏មកពីយន្តហោះនោះមានបញ្ហាប្រព័ន្ធមិនប្រសើរឬមានបញ្ហាប្រព័ន្ធហ្នឹងមាន error ឬមួយយ៉ាងម៉េចទៅបានបណ្ដាលឲ្យយន្តហោះនេះធ្លាក់នៅម៉ាលីណាបាទនៅព្រំដែនម៉ាលីប្រហែល70គីឡូម៉ែត្រនោះហើយប្រទេសបារាំងក៏ខាងប្រទេសបារាំងគេបានឃើញបំណែកដែលយន្តហោះហ្នឹងឥឡូវនេះបារាំងក៏បានបញ្ជូនយន្តហោះ2គ្រឿងដើម្បីទៅស្រាវជ្រាវស្វែងរកដែលយន្តហោះបាត់ខ្លួនហ្នឹងបាទហើយនេះគឺជារឿងព័ត៌មានមួយបាទអញ្ចឹងបានសូមជម្រាបបងប្អូនថានៅប្រទេសកម្ពុជាសំទោសនៅសូម្បីនៅប្រទេសកម្ពុជាយើងនេះក៏បាទក៏មានអពុធហេតុធ្លាក់អធម្មភក្យៈមួយដែរគឺខាងផ្នែកយោធាយើងណាការវឹកហាត់នោះបានធ្វើឲ្យបណ្ដាលឲ្យមន្ត្រីជាន់ខ្ពស់យើងចំនួន2នាក់និងការនាយទាហានយើង2នាក់ទៀតអញ្ចឹងអស់មានមរណៈរហូតដល់4នាក់ដែរណាអញ្ចឹងមានន័យថាពុទ្ធហេតុនៃការធ្លាក់ផ្នែកការអាកាសហ្នឹងវាច្រើនណាស់ណារយៈពេលនេះបាទអញ្ចឹងបានថាសូមទៅនេះជារឿងមួយដែលថាយើងមិនដែលថាមិនដឹងថាមូលហេតុអីព្រោះវាផុតពីជើងយើងណាផុតពីភ្នែករបស់យើងមិនអញ្ចឹងបាទអញ្ចឹងយើងមិនដឹងហេតុការណ៍នឹងកើតឡើងដោយសារមូលហេតុអីឬក៏បច្ចេកទេសអីប៉ុន្តែក៏យើងដឹងរឿងមួយគឺ MH ហ្នឹង MH 17ហ្នឹងគឺវាមានបញ្ហាដែលថាដោយមានពួកក្រុមផ្ដាច់ខ្លួនហ្នឹងបានបាញ់កម្លាក់ណាបាទដោយសាររឿងនេះបាទនេះគឺជារឿងព័ត៌មានមួយសំទោសបាទនេះជារឿងព័ត៌មានមួយព័ត៌មានអន្តរជាតិណាបាទជាព័ត៌មានអន្តរជាតិពាក់ព័ន្ធនឹងការធ្លាក់យន្តហោះក្នុងរយៈពេលប្រហែលសប្តាហ៍នេះបាទទន្ទឹមនេះដែរបាទពួកខ្ញុំបាទសូមសម្រាប់ផ្លេតសិនហើយយើងជួបគ្នានៅវគ្គបន្តទៀតបាទ